ការពីវគ្គមុនបេក្ខជនបានប្រកួតលើកវិញ្ញាសាពិភាក្សាវែងញែងដែលក្រុមបាសាក់ទទួលបានជ័យជំនះហើយបេក្ខជន2នាក់បានចាក់ចេញពីការប្រកួតចុះវគ្គនេះវិញមានអ្វីប្លែកចូលមកដល់វគ្គនេះបេក្ខជននិងបេក្ខនារីនៅសល់តែ12រូបតែប៉ុណ្ណោះប៉ុន្តែអ្នកដែលត្រូវឈ្នះនៅក្នុងកម្មវិធីគឺមានតែមួយរូបទេដែលទទួលបាននៅរង្វាន់ទៅទស្សនកិច្ចសិក្សានៅឯសហរដ្ឋអាមេរិកបេក្ខជនទាំង12រូបត្រូវបានចៅក្រមរបស់យើងកម្រិតកិច្ចការជាបន្តទៀតដើម្បីបំពេញកិច្ចការមួយគឺទៅសម្អាតគំនរសម្រាប់នៅសហគមន៍មួយនៅឯស្ទឹងមានជ័យពួកគេត្រូវបំពេញកាតព្វកិច្ចព្រមទាំងត្រូវធ្វើយ៉ាងម៉េចបញ្ចុះបញ្ចូលក្រុមហ៊ុនសិនទ្រីឲ្យចូលរួមជួយសម្អាតនៅទីនោះផងសូមលោកស្រីអ្នកនាងកញ្ញារងចាំតាមដានជាមួយនឹងខ្ញុំបាទសូមអរគុណផងដែរចំពោះធនាគារ ANZ Royal ដែលបានផ្ដល់ការឧបត្ថម្ភដល់កម្មវិធីខ្ញុំបោះនៅកន្លែងនេះព្រោះអត់មានឡានមកយកអត់មានធុងដាក់ហើយដែលនិយាយរួមវាបរិស្ថានវាស្អុយហ្មងនៅកន្លែងនេះវានិយាយរួមសម្រាប់មកកោរាប់ឆ្នាំហើយសុខសប្បាយបងប្អូនសុខសប្បាយទេយើងឃើញថាពីវិញ្ញាសាបានកន្លងផុតទៅហើយ4នាក់របស់មិត្តភ័ក្តិយើងក៏បានត្រឡប់ទៅផ្ទះដែលបានបញ្ចប់ពីកម្មវិធីរបស់យើងដូច្នេះបងប្អូននៅសល់តែចំនួនប្រមាណអ្នកថ្ងៃនេះបងប្អូនមានវិញ្ញាសាថ្មីមួយទៀតគឺការបញ្ចុះបញ្ចូលការងាររបស់បងប្អូនគឺត្រូវធ្វើយ៉ាងណាប្រមូលហត្ថលេខាពីបងប្អូនប្រជាជននៅក្នុងបរិយាសូនីនេះឲ្យបានច្រើនបំផុតគឺថាក្នុងរយៈពេល90នាទីសម្រាប់បងប្អូនក្នុងមួយក្រុមដើម្បីយកហត្ថលេខាទាំងអស់នោះទៅក្រុមហ៊ុនសិនទ្រីដើម្បីឲ្យគាត់ចូលរួមនិងធ្វើការបោសសម្អាតសម្រាមនៅទីនេះបងប្អូនយល់ទេយល់ហើយចំពោះការបែងចែកក្រុមគឺយើងមានពេទ្យប៉ោងចំនួន4ជួររីឯជួរខាងលើគឺ12សម្រាប់បងប្អូនយកព្រួញទៅគប់បើបងប្អូនអាចចាប់បានក្រុមចាក់ទៅមុខគឺយើងឈរម្ដុំបានក្រុមបាសាក់ឈរម្ដុំដូច្នេះបងប្អូនចាប់ផ្ដើមសកម្មភាពរបស់យើងសូមអញ្ជើញបាទថ្ងៃនេះខ្ញុំបានចែកក្រុមចាប់ក្រុមគឺក្រុមអាសាក់ហើយក្រុមរបស់យើងខ្ញុំគឺបរិះមានតែម្នាក់ខ្ញុំទេហើយខ្ញុំនឹងនាំឲ្យក្រុមរបស់ខ្ញុំទទួលបានជ័យជំនះក្នុងការប្រកួតដើរប្រមូលសម្រាមនៅក្នុងបរិយាសូនីនេះឆ្លងកាត់តាមការគប់ពេញប៉ោងដើម្បីចែកក្រុមគឺថានេះខ្ញុំស្ថិតនៅក្នុងក្រុមចាក់ទៅមុខដែលក្នុងនោះសមាជិកដែលជានារីគឺមានតែ2នាក់ទេក៏ប៉ុន្តែនឹងខ្ញុំអត់មានអារម្មណ៍ថាភ័យខ្លាចអីទេព្រោះថាសន្សឹងតែជាបរិះសង្ហាទាំងអស់នៅក្នុងក្រុមនឹងខ្ញុំដូច្នេះជឿជាក់ថានឹងខ្ញុំក៏មិនអន់ហ្មងដែរចឹងជឿជាក់ថានឹងទៀមទាបញ្ចុះបញ្ចូលបានហត្ថលេខាច្រើនឥឡូវខ្ញុំបានចាប់ឆ្នោតបានក្រុមចាក់ទឹកមុខហើយកាលពីមុនខ្ញុំធ្លាប់ជាក្រុមបាសាក់ឈ្នះ2ដងហើយបាទហើយដងនេះខ្ញុំសង្ឃឹមថាឈ្នះម្ដងទៀតព្រោះថាខ្ញុំនឹងប្រើយុទ្ធសាស្ត្រផ្សេងដូចជាយុទ្ធសាស្ត្រប្រស្អាតស្រីស្រស់ដើម្បីតាក់ទាញឲ្យបានហត្ថលេខាច្រើនដើម្បីប្រមូលសម្រាមជាគុណសម្បត្តិជួយបងប្អូននៅទីនេះនៅបរិយាសូនីនេះបាទសូមអរគុណចានៅក្នុងវិញ្ញាសាទី3នេះខ្ញុំខិតនៅក្នុងក្រុមបាសាក់ហើយនៅក្នុងសមាជិកក្រុមខ្ញុំមានបុរសតែម្នាក់គត់ប៉ុន្តែមិនមែនមានន័យថាបុរសម្នាក់ចាញ់បុរសជាច្រើនអ្នកបុរសម្នាក់មានតែខ្លឹមហើយនារីជាច្រើនអ្នកគឺមានយុទ្ធសាស្ត្រខ្លាំងក្នុងការបញ្ចុះបញ្ចូលអញ្ចឹងខ្ញុំសូមជឿជាក់ថាក្រុមខ្ញុំទទួលជ័យជំនះគឺពិសេសក្រុមបាសាក់ទៅឈ្នះសូមអរគុណបេក្ខជនលន់មាត់ថាវិញ្ញាសាថ្មីនេះមានលក្ខណៈសាមញ្ញណាស់ឥឡូវពួកគេកំពុងពិភាក្សាគ្នានៅក្នុងរយន្តទៀតហើយចឹងជំនាញទី1យើងទៅធ្វើញ៉ាំទៅអូខេញ៉ាំខ្ញុំទទួលទៅការធ្វើរបានខ្ញុំបាយកុំទៅគឺមិនគាត់ទៅហើយនេះគឺគាត់កាយអត្ថន័យហើយខ្ញុំនេះគឺហើយអត្ថន័យជួយបានប្រមាណគាត់អីឆ្លងបានហើយអាចគ្នាយើងចាក់ចៃពីកណ្ដាលគ្នាមកហើយហ្នឹងឥឡូវយើងគិតទៅកណ្ដាលបានហើយយើងតែយើងទៅពីឲ្យមកចាស់ដូចមុនដែរបេក្ខជនទាំងអស់ទទួលវគ្គវឹកវើអំពីការប្រមូលហត្ថលេខាគាំទ្រដើម្បីប្រកួតប្រជែង
មានខ្លះទឹកមួយយ៉ាងណានៅក្នុងខ្លះទឹកហ្នឹងមានផ្ទះរៀបរាប់ទៅវិញហ្នឹងក្នុងនោះមានផ្ទះមួយហ្នឹងគាត់ហូតពីហូតគាត់ហូតទីដែលឥឡូវនេះយើងឈានចូលដល់សប្តាហ៍ទី3ដែលសកម្មភាពរបស់យើងគឺត្រូវឲ្យបេក្ខជនតម្រូវឲ្យគាត់ធ្វើការប្រមូលញ៉ាំដើម្បីឲ្យក្រុមហ៊ុនសិនត្រីនេះគាត់មកធ្វើការប្រមូលសម្រាមនៅតំបន់ស្ទឹងមានជ័យហើយថ្ងៃនេះយើងបានទទួលវគ្គបណ្ដុះបណ្ដាលស្ដីអំពីការធ្វើញ៉ាំហើយវាមានសារៈប្រយោជន៍មែនទែនហើយជាជាថាក្រុមខ្ញុំទទួលបានជ័យជំនះដោយសារយើងសម្បូរសារជើងខ្លាំងក្នុងការធ្វើញ៉ាំវាគឺជាបទពិសោធន៍ថ្មីមួយដែរដែលខ្ញុំបានទទួលការបណ្ដុះបណ្ដាលពីផ្នែកធ្វើញ៉ាំដែលនេះគឺជាគំនិតថ្មីមួយដែលខ្ញុំមិនដែលបានរៀនពីមុនមកសោះហើយក្រោយពីបានទទួលនៅការបណ្ដុះបណ្ដាលផ្នែកនេះហើយខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបានចំពោះការប្រកួតប្រជែងក្រុមនេះវគ្គនេះក្រុមរបស់ខ្ញុំនឹងប្រកាសជាបានទទួលជ័យជំនះខ្ញុំបានទទួលការតែនឹងព្រឹកមិញអំពីការធ្វើញ៉ាំដើម្បីសុំទាមទារអ្វីមួយគឺការរៀនល្អប៉ុន្តែដោយសារតែខ្វះឯកសារយោងខ្លះហើយក៏មិនបានជាប្រាប់ខ្ញុំអំពីរបៀបដែលនឹងត្រូវដោះស្រាយពេលមានបញ្ហាកើតឡើងបានជាក់លាក់ซึ่งនេះជាបញ្ហាកង្វះខាតមួយដែរកាលពីព្រឹកមិញនេះក្រៅពីបានរៀនពីការបណ្ដុះបណ្ដាលនៃការធ្វើញ៉ាំមកនាងខ្ញុំទទួលបានចំណេះដឹងជាច្រើនហើយនាងខ្ញុំតាំងពីរបៀបបែបបទនិងដំណាក់កាលនៃការធ្វើញ៉ាំពីមួយដំណាក់ទៅមួយដំណាក់គឺមាន3ដំណាក់ហើយក្រៅខ្ញុំនឹងព្យាយាមថានឹងធ្វើឲ្យបានគឺថ្ងៃស្អែកនេះត្រូវចូលទៅប្រមូលហត្ថលេខាពីប្រជាជនដូច្នេះក្រុមនាងខ្ញុំនឹងឈ្នះខ្ញុំនឹងបដិញ្ញាថាប្រមូលឲ្យបានហត្ថលេខាយ៉ាងច្រើនពីប្រជាជនអូខេអញ្ចឹងជារួមទៅអ្នកនរគ្នាថាបានដឹងហើយថាដើម្បីធ្វើញ៉ាំគឺយើងត្រូវមាន3ដំណាក់កាលទី1គឺការកំណត់បញ្ហាអាទិភាពទី2គឺការរៀបចំផែនការធ្វើញ៉ាំហើយនិងទី3គឺការតាមដានញ៉ាំបាទអូខេអញ្ចឹងយើងយល់ទាំងអស់គ្នាមែនទេសូមជួយពរសំណាងល្អពួកគេត្រូវបោះឆ្នោតជ្រើសរើសប្រធានក្រុមដើម្បីដឹកនាំការរៀបចំនិងយុទ្ធបាទ សាស្ត្រ ក្រុមរបស់ខ្ញុំគឺជាក្រុមដែលសម្បូរបេក្ខនារីហើយនៅក្នុងនោះពួកខ្ញុំបានជ្រើសរើសមេដឹកនាំក្រុមគឺជានារីដោយសារនារីអាចដឹកដឹងកិច្ចការនារីច្រើនជាងហើយខ្ញុំសង្ឃឹមថាគាត់នឹងដឹកនាំក្រុមរបស់ខ្ញុំទៅកាន់ជ័យជំនះនៅក្នុងការប្រកួតប្រជែងនេះក្រុមយើងខ្ញុំនិងក្រុមបាសាក់នៅពេលនេះបានបែងចែកជា3ក្រុមគឺមួយក្រុមមាន2នាក់អញ្ចឹងស្អែកយើងខ្ញុំនឹងមានយុទ្ធសាស្ត្រចុះទៅតំបន់ដាក់តំបន់គោលដៅគឺមាន3ផ្សេងគ្នាប៉ុន្តែនៅក្នុងតំបន់ស្ទឹងមានជ័យតែមួយហើយអ្នកដែលអសកម្មក្នុងការងារនេះគឺមានកញ្ញាលីអ៊ីបន្តមកទៀតយើងខ្ញុំឥឡូវនេះកំពុងតែចាត់ចែងគ្នាយើងខ្ញុំនេះឲ្យទៅឲ្យទៅខាងបរិស្ថាននិងអ្នកផ្សេងទៀតឲ្យធ្វើការងារខ្លះៗចានាងខ្ញុំស្ថិតនៅក្នុងក្រុមបាសាហើយនាងខ្ញុំយល់ថាលោកជាធំគាត់មានយុទ្ធសាស្ត្រយ៉ាងជាច្រើនដើម្បីឲ្យក្រុមដើម្បីធ្វើឲ្យក្រុមពួកនាងខ្ញុំឈ្នះរីឯកញ្ញាលីអ៊ីវិញគាត់ហាក់បីដូចជាមិនសូវជាបញ្ជាសកម្មភាពប្រហែលទេព្រោះគាត់មានការខ្វះចំណុចខ្លះហើយនាងខ្ញុំសង្ឃឹមថាយុទ្ធសាស្ត្រដែលពួកគាត់បានប្រាប់មកដល់នាងខ្ញុំក្រុមនាងខ្ញុំរំពឹងថានឹងទទួលជោគជ័យជាមិនខាននៅថ្ងៃស្អែកនេះចា៎ក្រុមទី1តំបន់ទី1គឺខ្ញុំរាវីនិងទី2អាមួយនិងទី2ហើយដល់ពេលទី3កត្រានិងហងបាទជាងមេក្រុមត្រូវបានទៅលើលោកហេសាវឆេអូខេពួកខ្ញុំជាអ្នកដឹកនាំនៅក្រុមចតុមុខ
ផែនការដែលខ្ញុំនឹងធ្វើនៅថ្ងៃស្អែកគឺយើងនឹងបែងចែកចេញជា3ក្រុមហើយពីក្រុមនោះគឺយើងទៅសាកលវិទ្យាល័យហើយមួយក្រុមទៀតគឺយើងនៅជុំវិញម្ដុំមានថាកន្លែងសម្រាប់ហើយតើតើទៅលើការចាយលុយគឺយើងបានបែងចែកទៅលើការ copy กระดาษហើយនឹងទៅលើការទូរស័ព្ទចំនួន$10ហើយនឹងជាមួយនឹងការទិញកងមានថាទឹកថ្នាំសម្រាប់ផ្ដិតសមាជិកក្រុមរបស់ខ្ញុំដែលខ្ញុំគិតថាគាត់អត់សូវដូចជាដល់មានថាកំណត់និងទស្សនៈច្រើនជាងគេនោះគឺកញ្ញាសុខុនធាគេហើយនឹងលោកមានថាលោកពុតម៉ាញ់ ចំពោះខ្ញុំដូចជាមិនសូវពេញចិត្តនៅពីក្រុមព្រោះគាត់មិនសូវមាន plan អីត្រឹមត្រូវហើយចំពោះ plan របស់ខ្ញុំគឺខ្ញុំបានប្រាប់ team មនុស្សនៅក្នុងក្រុមទាំងអស់ថាខ្ញុំនឹងទៅប្រមូលនៅសាលារៀនប៉ុន្តែចំពោះមេក្រុមដូចក៏អត់មានបញ្ចេញថាឲ្យទៅណាទៅណីទេបាទចំពោះខ្ញុំដូចមិនសូវចូលចិត្តដែរបើសិនតែគេឲ្យធ្វើមេក្រុម2ដងខ្ញុំនឹងអាចជាធ្វើ2ដងដឹកនាំក្រុមឲ្យបានឈ្នះទៀត ហើយនៅពេលនេះក្រុមនឹងខ្ញុំក្រុមចតុមុខបានបញ្ចប់ការពិភាក្សាគ្នាអំពី plan ដែលយើងនឹងត្រូវធ្វើថ្ងៃខាងស្អែកដើម្បីប្រមូលជាស្នាមមេដាយឬក៏ហត្ថលេខាចំពោះបងប្អូនដែលគាត់នឹងដែលយើងនឹងត្រូវប្រមូលស្នាមមេដាយពីពួកគាត់ដើម្បីនឹងត្រូវរៀបចំជាការកាប់សម្រាមហើយចំពោះការពិភាក្សានេះខ្ញុំយល់ឃើញថានរិនគាត់គឺជាមនុស្សម្នាក់ដែលគាត់មានចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែគាត់ចំពោះ idea ដែលគាត់បានផ្ដល់ឲ្យពួកយើងគឺភាគច្រើនគឺអត់អាចប្រើកាប់បានទេដែលអាចនិយាយថាវាគាត់តែជា idea ប៉ុន្តែអត់អាចជាគំនិតដែលល្អសម្រាប់ឲ្យយើងអនុវត្តបានទេ ហើយយើងត្រូវជួបបាយអីដើម្បីមកហើយដើម្បីថងទៅសង្ឃឹមថាបានហត្ថលេខាច្រើនសុខធីសុខនិយាយមួយអើយទាំងបងឡាយមួយនឹងខ្ញុំជិះឡានទៅទាំងអស់គ្នាហើយធ្វើមិនបានម៉ូតូជិះទៅជិះទៅដល់និយាយរួមស្អែកគឺគេយកគេដាក់យើងទៅដាក់កន្លែងហ្នឹងហើយគឺគេគិតពីម៉ោងដែលគេចាប់ដើមឲ្យយើងហើយយើងទៅណាទៅជាមួយរបស់យើងតែដល់ម៉ោងគេឲ្យអ្នកធ្វើការស្ម័គ្រចិត្តគេគឺស្កប់យើងត្រឹមប៉ុណ្ណឹងហ្មង ទិសដៅនិងគោលដៅរបស់បងប្អូនទាំងពីរក្រុមត្រូវទៅកន្លែងណាខ្លះ 5 4 3 2 1 ចាប់ដើម ទាំងពីរក្រុមបានកំណត់គោលដៅរៀងៗខ្លួន ដើម្បីចុះប្រមូលហត្ថលេខាអំពីប្រជាពលរដ្ឋសូមតាមដានសកម្មភាពរបស់ពួកគេទាំងអស់គ្នាដូចតទៅ បាទខ្ញុំបានឈ្មោះភេងសៅឆេងគឺជាប្រធានក្រុមចតុមុខហើយបន្ទាប់ពីការទទួលសុំហត្ថលេខានឹងសុំហត្ថលេខានឹងស្នាមមេដាយរួចមកពួកខ្ញុំមានអារម្មណ៍ថាហត់នឿយបន្តិចដោយសារតែការប្រមូលហត្ថលេខាមានជួបការលំបាកដោយសារតែប្រជាពលរដ្ឋគាត់អត់សូវយល់ច្បាស់គាត់មិនសូវចេះសរសេរអក្សរហើយនឹងអ្នកខ្លះគាត់មិនសូវបានគ្រប់គ្រងទៅលើមេថាអ្វីសូម្បីតែយើងមានការបញ្យល់គាត់យ៉ាងច្រើនដោយចំណាយពេលវេលាយ៉ាងច្រើនក៏ដោយហើយសមាជិកក្រុមរបស់ខ្ញុំគិតថាគាត់ដូចជាគេថាមិនសូវសកម្មនោះខ្ញុំគិតថាលោកអៀងឡាយហើយនឹងនារីគាត់ថាបីដូចជាមិនសូវសកម្មនៅក្នុងការរៀបចំធ្វើជាមួយក្រុមផងដែរ làm thêm một cái kế làm đây không có gì mình đã cho cái cho nó đã cha cha chơi
ចឹងនៅជាន់ទី6បងនៅច្រើនដល់ច្រើនហ្មងបងសូមផងមកនេះព្រោះដើម្បីជួយបរិស្ថាននេះទាំងអស់គ្នាឲ្យក្រុមហ៊ុនចិនព្រីក៏មកប្រមូលសម្រាមនៅម្ដុំបរិយាកាសនេះទាំងអស់គ្នាអញ្ចឹងអាចសំខាន់ផងសំខាន់ពេលបន្តិចដើម្បីសុខភាពយើងទាំងអស់គ្នាចាផ្សេងផងនេះក៏បានដែរបងទេប្រមូលសម្រាមឲ្យសុខភាពប្រជាជនយើងម្ដុំហ្នឹងបានអត់ខានអត់ថ្ងៃទៅទេរឿងប្រមូលខ្ញុំគិតថាវាមានជាឧបសគ្គផ្សេងព្រោះយើងត្រូវការបញ្យល់ប្រជាពលរដ្ឋដើម្បីគាត់យល់ហើយដើម្បីគាត់ចូលរួមទាំងអស់នេះដើម្បីឲ្យក្រុមហ៊ុនសិនទ្រីមកប្រមូលសម្រាប់តំបន់នេះដូច្នេះគាត់មានការគ្រប់គ្រងព្រោះដើម្បីបរិស្ថានគាត់ស្អាតចំពោះលោកគាត់មានឧបសគ្គចំពោះខ្ញុំគិតថាឧបសគ្គមិនជារឿងសំខាន់ទេសំខាន់គឺការតស៊ូដើម្បីប្រជាពលរដ្ឋគាត់មានបរិស្ថានស្អាតអរគុណខ្ញុំជឿថាក្រុមរបស់ខ្ញុំទទួលបានជ័យជំនះមិនមិនខ្ញុំបានប្រមូលហើយលេខាបានជា70នាក់ជាងហើយមានការលំបាកច្រើនមែនទែនដោយសារបងប្អូនគេច្រើនក៏អត់ចេះអក្សរចេះនៃការជួយគាត់ផ្សេងតែខ្ញុំជឿថាហត្ថលេខាដែលយើងប្រមូលបានវាសមល្មមដើម្បីនឹងយើងទៅសុំក្រុមហ៊ុនទាំងពីរមកជួយអាចសម្រាប់នៅទីនេះហើយខ្ញុំជឿថាយើងទាំងអស់គ្នាសុទ្ធតែធ្វើកិច្ចការល្អនៅថ្ងៃនេះហើយថ្ងៃស្អែកសម្រាប់នឹងរកចេញពីទីនេះហើយអរគុណច្រើនពេលដែលពួកខ្ញុំទៅដល់គឺពួកគេហាក់ដូចជាពេលខ្លះមិនសូវយល់ប៉ុន្តែដោយសារការបញ្ចុះបញ្ចូលរបស់ក្រុមយើងខ្ញុំអញ្ចឹងពួកគេក៏យល់ព្រមផ្តិតមេដៃហើយប៉ុន្តែមានក្នុងនោះមានអ្នកខ្លះក៏មិនយល់ព្រមដែរព្រោះពួកគេគិតថាខ្លាចយកមេដៃទៅប្រើការងារអីផ្សេងហើយម្យ៉ាងទៀតបញ្ហាដែលពួកខ្ញុំជួបប្រទះគឺបញ្ហាដែលថានៅពេលដែលពួកគេលើកថាសុំមេដៃទៅស្នើដល់ក្រុមហ៊ុនស៊ីនទ្រីពេលនោះប្រជាជនហាក់ដូចជាអត់សូវចូលចិត្តក្រុមហ៊ុនស៊ីនទ្រីព្រោះស៊ីនទ្រីគេថាយកទៅលុយប៉ុន្តែសម្អាតអត់ឃើញស្អាតសោះនៅស្ទឹងមានជ័យនេះដល់ពេលអញ្ចឹងទៅពួកខ្ញុំប៉ុន្តែពួកខ្ញុំនឹងព្យាយាមពួកខ្ញុំបានព្យាយាមថានៅពេលដែលអ្នកណារៀងបដិសេធឬមួយក៏មិនចង់ផ្តិតមេដៃហ្នឹងអញ្ចឹងពួកខ្ញុំក៏បានបដូរមនុស្សទៅដើម្បីជួយគ្រប់គ្រងដើម្បីបបសម្រាប់របស់ស្ទឹងមានជ័យយើងពួកខ្ញុំមកពីឆ្នាំកម្មវិធីវិញ្ញាសានេះគេតម្រូវឲ្យពួកយើងជួបនឹងការហើយហត្ថលេខាដើម្បីឲ្យគ្រប់តែនេះខ្ញុំស្ថិតនៅក្នុងក្រុមបាសាហើយឆ្លងកាត់តាមការប្រកួតវិញ្ញាសាព្រឹកមិញពួកនេះខ្ញុំមានទទួលការលឿហត់យ៉ាងខ្លាំងហើយបានជួបផលវិបាកជាច្រើនពីប្រជាពលរដ្ឋក្នុងការសុំហត្ថលេខាពីពួកគាត់ហើយខ្ញុំនិងកញ្ញារ៉ាឌីគឺបានទៅសិក្សាស្ទឹងមានជ័យហើយបានជួបការផលវិបាកដោយសារថាពេលសុំហត្ថលេខាគាត់សួរនាំនេះនាំនោះពេលអ្នកខ្លះគេអត់ពេញចិត្តនឹងពាក្យសិនទ្រីផងអីអញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណានាងខ្ញុំសង្ឃឹមថានឹងឈ្នះនៅក្រុមចាក់ទៅមុខពីព្រោះកណ្ដាលដែលនាងខ្ញុំបានឲ្យប្រជាជនគាត់ចុះហត្ថលេខាគឺមានចំនួនគ្រប់ពេញតែម្ដងប៉ុន្តែតាមលើព័ត៌មានចំពោះក្រុមចាក់ទៅមុខវិញឮថាបានច្រើនហើយឮថាបានទៅសាកលវិទ្យាល័យមេកុងទៅទៀតប៉ុន្តែនាងខ្ញុំជឿជាក់ថាការទៅមហាវិទ្យាល័យនោះមិនបានថាឈ្នះក្រុមខ្ញុំទេពីព្រោះគេក៏ជាប់រៀនអីផងដែរសូមអរគុណលេនៅក្រុមបាសាមានការជួបឧបសគ្គអីខ្លះចំពោះការធ្វើ lobby ដើម្បីសុំការចំពោះអ្នកខ្លះគេអត់បានស្ដាប់យើងបញ្យល់ត្រឹមត្រូវហើយទៅគេអត់យល់ពីបញ្ហាហ្នឹងគេខ្លាចថាយើងយកស្នាមមេដៃឬក៏ឈ្មោះគេយកទៅបម្រើក្នុងវិស័យផ្សេងដោយមិនមែនខាងធ្វើញាត់ធ្វើញាត់ស្នើសុំទៅខាងក្រុមហ៊ុនសិនទ្រីយកមកប្រមូលសម្រាប់យើងត្រូវការឲ្យគេជឿទុកចិត្តដូច្នេះខ្ញុំក៏បានយកឯកសារខ្លះមកក៏ប៉ុន្តែដោយសាររយៈពេលវាបន្តិចញ៉ាច់ពេកបាទសូមអរគុណសូមដំណើរការបានជោគជ័យចាអរគុណច្រើនដើម្បីទៅស្នើសុំក្រុមហ៊ុនសិនទ្រីគេមកអានសម្រាប់ណាបងចាសូមជួយគូខ្ញុំមួយបងគូអីក៏បានដែរបងអីនេះគូអីក៏បានដែរបងអរគុណបងគូមិនក៏បានដែរអីទេឲ្យតែមានស្នាមបងចាអរគុណឲ្យបងជួយដែរបងបានហើយអរគុណច្រើនណាស់បងណាអរគុណ
បាទខ្ញុំសូមស្វាគមន៍ហើយនឹងបាយនេះណាដែលបានបងនិស្សិតដែលបានមកចូលរួមសហការជាមួយនឹងខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានដាក់ញត្តិស្នើសុំទៅដល់ក្រុមហ៊ុន Sintri ឲ្យជួយបង្កើនជួយបន្ថែមសេវានៅប្រមូលសម្រាមនៅតំបន់បូរីសូនីដើម្បីជួយសម្អាតសម្រាមនៅទីនោះមានជាចំនួនប្រជាជនជាង 1000 នាក់ដែលគាត់បានចុះហត្ថលេខាដោយផ្តិតស្នាមមេដៃដើម្បីស្នើមកដល់ក្រុមហ៊ុន Sintri ឲ្យជួយផ្ដល់ជាសេវាកម្មបន្ថែមឲ្យបានទៅទឹកសម្រាមនៅទីនោះរាល់ថ្ងៃហើយនឹងជួយជាក្រុមសម្រាមបន្ថែមផងដែរចានៅពេលនេះយើងបានបញ្ចប់កិច្ចជួបប្រជុំជាមួយនឹងអគ្គនាយករងក្រុមហ៊ុន Sintri រួចរាល់ហើយចំពោះអ្វីដែលយើងបានស្នើសុំជូនទៅអនុប្រធានរងនៃក្រុមហ៊ុន Sintri នេះគឺគាត់មានការឆ្លើយតបមកវិញគឺល្អប្រសើរខ្លាំងមែនទែនតើរង្វាន់នៅក្នុងវគ្គនេះគឺជាអ្វីទេហើយក្រុមណាមានសំណាងទទួលបានសូមរងចាំទស្សនានៅថ្ងៃស្អែកស្ដីបងប្អូនយើងបានមកដល់បន្ទប់ចៅក្រមហើយតើរង្វាន់នៅក្នុងវគ្គនេះគឺជាអ្វីទេហើយក្រុមណាមានសំណាងទទួលបានទៅណោះរងចាំការប្រកាសរបស់ចៅក្រមទីមេលឥឡូវនេះជាលទ្ធផលសូមអរគុណចំពោះបងប្អូននៅការត្រង់ត្រាប់ស្ដាប់នៅការបង្រៀនតាក់ទងនឹងជំនាញថាតើធ្វើយ៉ាងម៉េចក្នុងការបញ្ចុះបញ្ចូលមានន័យថា lobby គឺបងប្អូនបានបំពេញលក្ខខណ្ឌបានត្រឹមត្រូវល្អហើយជាលទ្ធផលក៏យើងមិនបានចោលនៅกระดาษដែលយើងផ្តិតមេដៃពីព្រោះកាលអ្នកខ្លះគាត់មិនបានបំពេញតួនាទីតាម4កន្លងនោះទេអញ្ចឹងលទ្ធផលរបស់បងប្អូនបានល្អហើយក្នុងពេលនេះយើងក៏សូមប្រាប់ផងដែរថាក្រុមដែលទទួលបានជ័យជំនះយើងនឹងទទួលបានរង្វាន់តើដឹងថារង្វាន់នោះគឺអ្វីទេបាទគឺយើងអ្នកដែលទទួលបានជ័យជំនះគឺត្រូវទៅជួបជាមួយនឹងឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកគាត់នឹងទុកពេលឲ្យយើងជួបហើយយើងនឹងមានចម្ងល់សួរដល់គាត់តាក់ទងជាមួយនឹងបងប្អូនអ្វីដែលយើងអាចមានចម្ងល់ដូច្នេះយើងបានទទួលបានរង្វាន់ធំពីកម្មវិធីរបស់យើងប៉ុន្តែរីឯក្រុមដែលចាញ់គឺត្រូវមាន2នាក់ត្រឡប់ទៅផ្ទះវិញដោយយើងបានដឹងហើយ2សប្តាហ៍កន្លងគឺ4នាក់បានត្រឡប់ទៅផ្ទះត្រូវបានបញ្ចប់ពីកម្មវិធីនេះគឺជាលក្ខន្តិកៈនិងជាការជោគជ័យនៃការខិតខំប្រឹងប្រែងរបស់បងប្អូនវិញ្ញាសាទី3នេះគឺតម្រូវឲ្យបងប្អូនប្រមូលហត្ថលេខាដើម្បីជួយដល់បូរីសូនីដែលមានបញ្ហាសម្រាមយើងដឹងហើយថាគឺប៉ះពាល់ដល់សុខភាពអញ្ចឹងហើយបងប្អូនបានប្រមូលក្រុមណាដែលប្រមូលបានច្រើនគឺជាក្រុមដែលឈ្នះក្នុងការប្រមូលនេះចំពោះបងប្អូននីមួយមានអារម្មណ៍យ៉ាងណាដែរសូមអញ្ជើញបងប្អូនចាក់ទៅមុខម្នាក់និយាយតែម្នាក់បានហើយនឹងក្រុមបាសាក់ម្នាក់បានហើយបង្ហាញពីអារម្មណ៍ក្នុងការប្រមូលហត្ថលេខានេះសូមអញ្ជើញលោកសៅឆេងបាទតែចំពោះក្រុមចាក់ទៅមុខរបស់ខ្ញុំគឺខ្ញុំមានអារម្មណ៍ថាដូចជានឿយហត់ហើយនឹងអស់កម្លាំងតិចហើយពេលខ្លះគឺមានអារម្មណ៍ថាដូចជាចង់បាក់ទឹកចិត្តតិចដោយសារតែប្រជាពលរដ្ឋនៅទីនោះគាត់គឺថាយើងពេលដែលយើងបញ្យល់គាត់ឲ្យគាត់ចុះហត្ថលេខាប៉ុន្តែគាត់ថាគាត់ដូចជាមិនចង់ចុះឲ្យពួកយើងហើយមួយទៀតគាត់ថាអ្នកខ្លះហ្នឹងគាត់ថាគាត់ចិត្តផ្លាស់ទីលំនៅទៅគាត់នៅអត់ច្បាស់លាស់អញ្ចឹងគាត់អត់ចង់ចុះហត្ថលេខាឲ្យយើង
ក្រុមយើងខ្ញុំគឺថាមានការនឿយហត់ប៉ុន្តែគឺជាការគួរចាប់អារម្មណ៍មែនទែនព្រោះថាគឺជាប្រធានបទថ្មីបទពិសោធន៍ថ្មីដែលពួកយើងខ្ញុំទទួលបានហើយអញ្ចឹងពួកយើងខ្ញុំបានជួបប្រទះនៅការលំបាកខ្លះដូចជាខាងគាត់ដែរពួកគេជាពិសេសគឺអ្នកដែលមានការងារដូចអ្នកលក់មាសឬមួយក៏អ្នកមានរបរធំគឺពួកគេហាក់ដូចជាខ្លាចថាយកមេដៃពួកគេហ្នឹងយកទៅប្រើការអីផ្សេងប៉ុន្តែចំពោះបងប្អូនមកទល់ដប់យើងវិញគាត់តែឃើញឯកសណ្ឋានពួកខ្ញុំគឺថាគេយល់ដោយនេះជាចិត្តសាស្ត្រមួយដែលពួកខ្ញុំយល់ថាយើងមិនបាច់រៃរ៉ាប់ប្រាប់ច្រើនទេគេយល់ថាជាបរិស្ថានជាអ្នកមកពីខាងជួយសម្អាតបរិស្ថានចាហើយយើងបានឃើញថាមានមនុស្សម្នាក់ដែលបានទទួលការជោគជ័យប្រមូលហត្ថលេខាបានច្រើនជាងគេបំផុតបានច្រើនជាងគេបំផុតគាត់ជាทางអង់គ្លេសដូច្នេះសូមសម្ដែងស្វាគមន៍ចំពោះทางអង់គ្លេសដែលគាត់បានប្រមូលនៅហត្ថលេខាគ្រប់គ្រងសម្រាប់គាត់នោះគឺបានចំនួនដល់ទៅ132នេះជាច្រើនបំផុតនៅក្នុងទាំងទូទៅទាំងពីរក្រុមនេះជាលើកទី1ហើយដែលយើងមានមេក្រុមដែលជាស្ត្រីអូនរ៉ាឌីហើយគិតមិនដែរនៅក្នុងការដឹកនាំរបស់ស្ត្រីជាមេដឹកនាំមានអ្នកដឹកនាំជានារីគាត់អាចមកចត់ជាងបរោះហើយគាត់គិតដល់ការងារអ្វីៗគឺថាច្បាស់លាស់ជាងបរោះដូច្នេះហើយពួកខ្ញុំគឺសិតតែជានារីមកពីចង់យកចិត្តខ្ញុំឬនិយាយចឹងមកពីមានជំនឿចឹងខ្ញុំក៏ជានារីដែរខ្ញុំមានជំនឿថាអញ្ចឹងពួកអីបើសិនជាថាក្នុងវិធីសាស្ត្របញ្ចុះបញ្ចូលនារីអាចមានប្រៀបជាងបុរសគឺថាពួកយើងអាចពូកែនិយាយជាងហើយអាចតាក់ទាញជាងមានក្រុមមួយក្រុមដូចក្រុមចតុមុខបានទៅមហាវិទ្យាល័យឆ្លាតមែនតើមូលហេតុអីបើមានក្រុមមួយទៅមហាវិទ្យាល័យដែលមានសិស្សច្រើនខ្ញុំគិតថាមានតែទៅសាលាទេដែលរកបានមេដាយច្រើនជាងគេហើយយើងធ្វើទៅល្អឥតខ្ចោះព្រោះថាគេនៅហ្នឹងគេចេះដឹងគេអាចចុះហត្ថលេខានេះថាលោកបានទៅមហាវិទ្យាល័យមេគង្គបាទសូមជូនពរអរគុណនារីយ៉ាងម៉េចដែរតើពាក្យសម្ដីរបស់លោកឡាយនិយាយយ៉ាងម៉េចដែរចាខ្ញុំយល់ស្របហើយថាគាត់ពិតជាបញ្ចេញគំនិតហ្នឹងក៏ប៉ុន្តែបើគ្មានការតំណែងពីខ្ញុំគិតថាលោកអេងឡាយមិនអាចឈានជើងជាន់សាកលវិទ្យាល័យមេគង្គកម្ពុជាបានទេឥឡូវនេះខ្ញុំនឹងប្រកាសឈ្មោះហើយតួលេខដែលបេក្ខជនបានទទួលនៅក្នុងការប្រមូលហត្ថលេខានេះប៉ុន្តែចំពោះទាំងពីរក្រុមប៉ុន្តែនៅក្នុងក្រុមមួយចតុមុខហើយក្រុមបាសាក់ខ្ញុំនឹងទុកឈ្មោះមួយហើយតួលេខមួយចុះយើងអត់ចង់ទាន់ឲ្យបញ្ចេញនៅការសម្ងាត់ទាំងអស់នេះទេបាទចង់ឲ្យដឹងថាអ្នកណាគេឈ្នះក្រុមណាមួយឈ្នះទេបាទអញ្ចឹងឥឡូវនេះខ្ញុំនឹងអានខ្ញុំនឹងប្រកាសឥឡូវនេះក្រុមចតុមុខបានទទួលពិន្ទុសរុបគឺ581ហត្ថលេខាសូមសម្លេងចា៎សូមការសរសើរចំពោះបងអូនគឺឃើញថាសម្លេងរបស់បងអូនបានគ្រប់គ្រងច្រើនជាបន្តក្រុមបាសាក់បានទទួល570គឺដូច្នេះក្រុមបាសាក់បានទទួលពិន្ទុសរុបគឺ
ទូតរបស់បងបានជោគជ័យហើយនឹងត្រៀមខ្លួនដើម្បីទៅជួបជាមួយនឹងឯកអគ្គរដ្ឋទូតនៅសហរដ្ឋអាមេរិកហើយរីឯបងក្រុមដែលចាញ់យើងត្រៀមខ្លួនទៅទៀតធ្វើការបោះឆ្នោតហើយនឹងមកជួបជាមួយនឹងចៅក្រមថាតើពីអ្នកណាដែលត្រូវត្រឡប់ទៅផ្ទះវិញអីគ្នាជួយឯងបានទេពុកមកគ្នាអីឯងបានដើរលេងហើយយ៉ាងខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងនៅពេលដែលដឹងថាដឹកនាំក្រុមទទួលបានជ័យជំនះលើសពីការរំពឹងទុកទៅទៀតដោយមានការសហការគ្នាទាំងអស់គ្នាយ៉ាងសកម្មជាទីបំផុតជាពិសេសនោះគឺនៅលើប្រធានបទដ៏ថ្មីស្រឡាងដែលសុំមេដៃនិងស៊ីញេគាត់ធ្វើលិខិតគ្រប់គ្រងទៅឲ្យក្រុមហ៊ុន Century ដើម្បីទៅការសម្ញាំក៏ដូចជាសម្អាតទីក្រុងលើកសម្ព័ន្ធភាពទីក្រុងមិននឹកស្មានទាល់តែសោះថាក្រុមឈ្នះមានឱកាសបានជួបជាមួយនឹងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រជាណាចក្រកម្ពុជាThank you all. This has been really exciting and fun for me. I hope it was enjoyable for you. It was a delight to meet you all. I've never come across Cambodian youth quite as assertive and outspoken, and it really reassures me about the future of this country. As I've mentioned, I've met with young Cambodians throughout your country, and whenever I meet with the youth of Cambodia, I am reassured that the future of Cambodia will be very good and very bright. Whatever the darkness of the past, whatever problems Cambodia still has, whenever I see the youth of Cambodia, I know it's going to be better. You show me by how smart you are, how dedicated you are, how full of good humor and energy you are, that Cambodia will be a very, very good country as the years progress. So again, I'd just like to thank you for meeting with me, and I hope we meet again so you could cook some food for me. Okay, good. nhưngខ្ញុំពេលនេះកំពុងតែឈរនៅស្ថានទូតសហរដ្ឋអាមេរិកហើយរង្វាន់ដែលខ្ញុំទទួលបានក្រោយពីវិញ្ញាសាទី3នោះគឺនាងខ្ញុំបានមកជួបនឹងអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនាងខ្ញុំមានអារម្មណ៍រំភើបណាស់ដែលបានជួបគាត់នឹកស្មានថាមិនដល់ថានឹងបានជួបរូបគាត់ទេពីព្រោះគាត់ជាមនុស្សមួយហើយនាងខ្ញុំសប្បាយចិត្តណាស់បានជួបរូបគាត់ពីព្រោះគាត់ជាមនុស្សមួយរុះរាយរាក់ទាក់ប្រជាប្រិយភាពហើយមិនរើសអើងជាដាច់ខាតនិយាយសពសេចក្តីមកនាងខ្ញុំមានការរំភើបយ៉ាងខ្លាំងដែលបានជួបគាត់គ្មានអ្វីប្រៀបបានតទៅសោះតែម្ដងបាទថ្ងៃនេះខ្ញុំកំពុងតែឈរនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនដែលខ្ញុំបានទទួលរង្វាន់នៅក្នុងវិញ្ញាសាទី3គឺបានទៅជួបផ្ទាល់ជាមួយនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាយើងជាពិសេសទៀតនោះគាត់មានមនស្សស្មានថាគាត់គឺជាមនុស្សដែលរុះរាយរាក់ទាក់នេះជាសំណាងរបស់ខ្ញុំខ្លាំងមែនទែនហើយខ្ញុំមានអារម្មណ៍រីករាយមែនទែនដែលបានចូលទៅកន្លែងនោះបាទក្រុមដែលចាញ់គឺក្រុមចាក់ទៅមុខទៀតហើយតើបេក្ខជនពីររូបណាដែលត្រូវគេបោះឆ្នោតទម្លាក់ពីការប្រកួតសុខភាពមូលហេតុអីបញ្យំតាមពិតក្នុងការលេងចាញ់ឬឈ្នះគឺយើងបានត្រៀមចិត្តជាមុនហើយប៉ុន្តែអ្វីដែលខ្ញុំយំគឺខ្ញុំត្រូវបាត់បង់មិត្តភក្តិពីរនាក់ទៀតនេះអ្វីដែលខ្ញុំសោកស្ដាយបំផុតហើយខ្ញុំជឿថាពួកគាត់ពីរនាក់ដែលនឹងត្រូវចេញមិនថាគេឬក៏ខ្ញុំទេសិតតែធ្វើអស់ពីសមត្ថភាពអីទើបខ្ញុំសោកស្ដាយពួកគាត់អានេះគឺជាចិត្តដែលចេញពីបេះដូងរបស់ខ្ញុំមូលហេតុអ្វីបានជាក្រុមយើងទទួលបរាជ័យភ័យសៅឆេងបាទសុំខ្លីបាទខ្លីហើយមានគ្រប់គ្រាន់បាទមូលហេតុដែលក្រុមខ្ញុំទទួលបរាជ័យដោយសារតែមានថាធ្វើការជារួមប៉ុន្តែដល់ពេលបានផលប្រយោជន៍គឺយើងមានថាយកតែឯងហើយនៅពេលទទួលបរាជ័យគឺយើងឆ្លើយដាក់បែរនៅក្នុងក្រុមមានអារម្មណ៍មិនដែរលោកអេឡៃបាទខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានល្អព្រោះថាខ្ញុំមានគំនិតនឹងមុនគេហើយខ្ញុំបានប្រាប់ទៅនារីដើម្បីតាក់ទងទៅបញ្ហាហ្នឹងនារីយ៉ាងម៉េចដែរតាក់ទងបញ្ហាហ្នឹងដែរខ្ញុំសូមជំទាស់បន្តិច
លោកអៀងឡាយគាត់លើកពីខាងសាលាវិទ្យាល័យទេគឺជាមនុស្សដែលអាចដែលមិនមែនអាយុ18ឆ្នាំឡើងទេសាកលវិទ្យាល័យគឺជាគំនិតរបស់នាងខ្ញុំដែលនាងខ្ញុំជាអ្នកទៅតាក់ទងផ្ទាល់សូមជួបពិបាកបំផុតទើបនឹងខ្ញុំអាចតាក់ទងជាមួយនឹងនាយកសាលាបានហើយខ្ញុំថាឆែប៉ុន្តែនារីអត់ទៅកន្លែងនឹងផ្ទាល់ខ្លួនអត់បងអូនទៅក៏ប៉ុន្តែទៅពីនេះឲ្យអូនគិតថានេះជាការងារក្រុមដែលអូនមិនត្រូវទាមទារយកប្រយោជន៍ផ្ទាល់ខ្លួនទេតែបងអូននារីយល់ថានេះជាការប្រកួតប្រជែងមែនទេចាប៉ុន្តែអូនអត់គិតថាគឺយើងត្រូវបានចែកសម្លេងនាងខ្លួនអញ្ចឹងឯងអូនយល់ថាធ្វើមិនក៏ដោយឲ្យតែយើងសាមគ្គីគ្នាដើម្បីប្រមូលបានសម្លេងច្រើនរៀនមានយោបល់ឯនៅក្នុងនេះខ្ញុំមានការទទួលខុសត្រូវចំពោះខ្លួនខ្ញុំហើយខ្ញុំជឿថាគម្រោងរបស់យើងវាដើរក៏ប៉ុន្តែនៅពេលដែលយើងចាប់ដើមធ្វើការមែនទែនវាអត់ដើរខ្ញុំបានតាក់ទងក្រុមហ៊ុនរោងចក្រនៅទីនោះរោងចក្រ4ខ្ញុំបានតាក់ទងគេរួចទៅហើយគេ manager របស់គេថាអនុញ្ញាតឲ្យយើងក៏ប៉ុន្តែនៅពេលព្រឹកដែលខ្ញុំទៅនោះគឺគេមានការប្រែប្រួលហើយអត់បានអញ្ចឹងយើងខកខានពេលនៅពេលនោះចំពោះលោកឆេងលោកសៅឆេងតើសម្រាប់បងអូនជាប្រធានក្រុមបងអូនគិតថា2នាក់ណាគួរត្រឡប់ទៅផ្ទះសម្រាប់ចំពោះខ្ញុំអ្នកដែលគួរតែត្រឡប់ទៅផ្ទះគឺលោកអៀងឡាយម្នាក់ទៀតខ្ញុំគិតថាលោក Goodman បាទលោក Goodman សូមអរគុណចំពោះបងប្អូនទាំងអស់គ្នាហើយយើងឃើញហើយថាពេលបន្តគឺបងប្អូនត្រូវមានក្រដាស់ម្នាក់ស្លឹកហើយគូសយក2នាក់ណាគួរត្រឡប់ទៅផ្ទះខ្ញុំបានជឿរើសអ្នកដែលខ្ញុំមកឆ្នោតរួចហើយគឺទីមួយគឺពេញសាយឆេងដោយសារគាត់ជាប្រធានក្រុមហើយគាត់ធ្វើបានល្អនៅក្រុមយើងចាញ់មួយទៀតគឺអៀងឡាយដោយសារតែគាត់ទោះបីគាត់បានបន្ទុកច្រើនក៏ដោយតែគាត់មានអំណួតហើយមិនបានឲ្យ credit ទៅทีมបើជាយកម្នាក់គាត់នេះបង្ហាញអំពីការដែលគាត់មិនអាចរួមក្រុមគ្មានការឲ្យតម្លៃដល់ក្រុមទី1គឺសាយឆេងពីព្រោះតែគាត់គឺជាប្រធានក្រុមហើយអ្វីដែលគាត់ធ្វើគឺអាចនិយាយថាគាត់ទទួលបានលទ្ធផលទីជាងគេក្នុងការប្រមូលហត្ថលេខានេះហើយទី2ខ្ញុំគិតថាគឺ live ទោះបីជាគាត់ជាអ្នកដែលទទួលបានបន្ទុកច្រើនជាងគេក៏ដោយប៉ុន្តែខ្ញុំយល់ថាបុគ្គលធ្វើការជាក្រុមគឺត្រូវតែផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមកហើយដែលសំខាន់គឺយើងធ្វើការជារួមមិនគួរតែចង់បានឬថាអាចនិយាយថាចង់បានមុខមាត់តែខ្លួនឯងទេខ្ញុំបាទបោះឆ្នោតទម្លាក់លោកភេសៅឆៃនិងកញ្ញាសុគន្ធាព្រោះគាត់ថាដូចជាអាសកម្មនៅក្នុងការងារតែគាត់មានចំណូលចិត្តពេកបាទហើយបន្ទុកគាត់ទៀបជាងគេផងបាទបេក្ខជនណាដែលទទួលបានសិលឹកឆ្នោតអវិជ្ជមានច្រើនជាងគេដែលនឹងត្រូវចេញពីកម្មវិធីឥឡូវនេះដោយសារពេលវេលារបស់យើងហើយបានចឹងខ្ញុំសូមអញ្ជើញបងអូនរិនក្រោកឈរឡើងយើងគិតហើយថាការវាយតម្លៃរបស់យើងនីមួយទាមទារក្នុងការគិតនិងធ្វើការពិចារណាឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយសូមអង្គុយចុះវិញអបអរសាទរមានន័យថាលោកណារ៉េនរួចខ្លួនមានសុវត្ថិភាពសូមតជាបន្តលោកសៅឆេងជាមេក្រុមហើយជាបុគ្គលម្នាក់ដែលបានទទួលលេខតិចជាងគេប្រៀបធៀបជាមួយសុគន្ធាសូមអញ្ជើញលោកត្រឡប់ទៅផ្ទះវិញចូលរួមសោកស្ដាយចំពោះលោកសៅឆេងលោក Goodman
លោក Goodman បានមើលអំពីសមត្ថភាពគិតថាគិតអំពីតែសមត្ថភាពផ្ដោតអារម្មណ៍ទៅលើសមត្ថភាពទេប៉ុន្តែលោកចុងក្រោយមើលចំណុចមើលផ្ដោតអារម្មណ៍ច្រើនទៅលើចំណុចតួលេខនេះវាត្រឹមត្រូវអញ្ចឹងសូមតហើយមានសុវត្ថិភាពហើយអត់អីទេ សូមចូលរួមអបអរសាទរបន្តទៀតគឺសូមលោកអៀងឡាយក្រោកឈរឡើង ហើយលោកកញ្ញាសុខិនធាដែរទាំងពីរនាក់មានតែពីរនាក់មានន័យថាទាំង3នាក់មានសុវត្ថិភាពអាចតទៅហើយឥឡូវចុងបំផុតយើងចង់ដឹងថាសុខិនធាឬអៀងឡាយត្រូវការត្រឡប់ទៅផ្ទះវិញហើយម្នាក់ទៀតត្រូវការតនៅក្នុងគម្រោងយុវជនឆ្នាំនេះហើយមានអារម្មណ៍មិនដែរសុខិនធាគិតថារវាងប្អូនហើយអៀងឡាយអ្នកណាគេត្រូវការត្រឡប់ទៅផ្ទះវិញចំពោះខ្ញុំមិនអាចផ្ដល់ជាយោបល់បានទេព្រោះហ្នឹងគឺជាការបោះឆ្នោតសមាជិកក្នុងក្រុមបើគាត់យល់ថាខ្ញុំអត់សមត្ថភាពនោះប្រកាសជាខ្ញុំមិននឹងទៅផ្ទះប៉ុន្តែបើសិនចាយល់ឃើញថាតែប្អូនបើប្អូនចំអញផ្ដោតអារម្មណ៍ទៅលើយើងផ្ទាល់ទៅលើអសមត្ថភាពប្អូនហើយត្រូវការត្រឡប់ទៅផ្ទះវិញពីព្រោះប្អូនមានតួលេខបានទទួលផ្ដល់តួលេខតិចជាងគេឲ្យក្រុមចាខ្ញុំយល់នេះប៉ុន្តែគាត់ថាខ្ញុំគិតថាគឺជាការបោះឆ្នោតរបស់ក្រុមអញ្ចឹងគឺខ្ញុំស្ដាប់ទៅតាមមតិរបស់ពួកគាត់បើមិនជាពួកគាត់យល់ឃើញថាបុគ្គលទាំងពីរនេះមួយណាគាត់ទៅធ្វើបើលោកអៀងឡាយត្រូវការត្រឡប់ទៅផ្ទះវិញហើយគាត់បានផ្ដល់ចម្ពោះឲ្យតួលេខច្រើនជាងគេនៅឲ្យក្រុមយុទ្ធធម៌អរគុណសុខិនធាបានចឹងអ្នកអាចតឲ្យលោកអៀងឡាយសូមត្រឡប់ទៅផ្ទះវិញសូមចូលរួមសោកស្ដាយលោកអៀងឡាយហើយអបអរសាទរចំពោះបងអូនទាំង4នាក់យើងឃើញថាសប្តាហ៍បន្តយើងមានបងប្អូននារីច្រើនជាងបងប្អូនបរោះហើយអញ្ចឹងនេះគឺជាការសម្រេចចិត្តហើយជាការអ្វីតម្លៃនៅក្នុងក្រុមរបស់យើងទាំងអស់គ្នាបានចឹងសូមអរគុណសូមចូលរួមអបអរសាទរជួបសប្តាហ៍ក្រោយគេតម្លាក់ខ្ញុំទៅខ្ញុំម្នាក់ឯងខ្ញុំមានមតិណាច្រើនហើយបន្ទុកខ្ញុំរកបានលើគេហើយកំណត់ខ្ញុំល្អជាងគេហើយការលេងសើចខ្ញុំធ្វើឲ្យក្រុមសប្បាយចិត្តហើយដល់ហើយបោះស្នោតធ្លាក់ខ្ញុំដូចមានអារម្មណ៍ថាដូចខ្ញុំនៅមានសមត្ថភាពទៀតហើយខ្ញុំរកបានតួលេខច្រើនជាងគេកំណត់ខ្ញុំល្អជាងគេហើយក្នុងក្រុមគាត់ថាខ្ញុំលេងសើចអីខ្ញុំអួតអីចឹងណាល្អបើសិនជាមិនអាចឈានជើងទៅជាប់បានសុទ្ធថាការងារនោះបានសម្រេចដែរឬអត់អត់ទេគាត់ថាខ្ញុំចង់ឲ្យកម្មវិធីហ្នឹងគាត់ជួយកែប្រែហ្នឹងទៅព្រោះថាបែរជាខ្ញុំអ្នកសោកស្ដាយមួយហើយព្រោះថាខ្ញុំទូលេខខ្ញុំកំណត់ខ្ញុំមិនថាខ្ញុំបានទូលេខច្រើនជាងគេអីទេគាត់ថាកំណត់ខ្ញុំវាល្អហើយខ្ញុំគាត់ថានៅទូក្រុមអញ្ចឹងខ្ញុំលេងសើចអីអួតអាងអីតិចតួចហើយយកមកតម្លាក់ខ្ញុំវាអត់យុត្តិធម៌ចំពោះខ្ញុំប៉ុន្តែខ្ញុំនៅគិតថាកម្មវិធីហ្នឹងយុត្តិធម៌តែចំពោះវិញ្ញាសាទី3នេះគឺខ្ញុំគឺជាបេក្ខជនមួយដែលត្រូវបានសមាជិកក្រុមជំរុះដោយសារតែមូលហេតុផ្សេងដែលមូលហេតុទៅលើមេដាសមត្ថភាពរបស់ខ្ញុំដែលខ្ញុំអាចរកមេដាអ្នកគ្រប់គ្រងបានតិចជាងគេក៏ប៉ុន្តែតើតើនឹងការរកហត្ថលេខាតិចជាងគេឬក៏ច្រើនជាងគេអ្នកដែលរកហត្ថលេខាច្រើនជាងគេបាននោះក៏ត្រូវបានជំរុះនៅក្នុងវគ្គនេះដែរហើយបើសិនតែយើងជាប់នៅក្រុមហ្នឹងដែលថាគ្នាគេទាំងអស់ហើយយើងតែម្នាក់ឯងគេអាចធ្វើបាបយើងក៏បានអញ្ចឹងអាហ្នឹងវាសនារបស់យើងអូខេបាទសូមអរគុណទាំងអស់គ្នាពិតជាសប្បាយចិត្តណាស់ហើយជាសប្បាយរីករាយមែនទែនបានចូលមកសម្អាតសម្រាមនៅថ្ងៃនេះហើយសូមយើងទាំងអស់គ្នាបានរួមគ្នាជួយសម្អាតសម្រាមដើម្បីជួយសហគមន៍យើងទាំងមូលជួយឲ្យទីក្រុងយើងបានស្អាតទាំងអស់គ្នាអូខេបន្ទាប់ពីបានការចូលរួមសម្អាតសម្រាមនៅទីនេះគឺខ្ញុំមានអារម្មណ៍ថាដូចជាស្អុយហើយនឹងអស់កម្លាំងផងដែរបាទដូច្នេះប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ខ្ញុំរីករាយនឹងចូលរួមដើម្បីសម្អាតបរិស្ថាននៅក្នុងសង្គមយើងបាទនាងខ្ញុំថ្ងៃនេះបានមកបោះសម្រាប់នៅតំបន់ស្ទឹងមានជ័យតំបន់បរិយាសូននេះហើយនាងខ្ញុំយល់ថានៅទីនេះគាត់ថាស្អុយពិតមែនតែពួកនាងខ្ញុំទាំងប្រហែលអ្នកមានចិត្តសប្បាយនិងរីករាយដើម្បីមកសម្អាតសម្រាមទីនេះដើម្បីជួយសហគមន៍និងជួយប្រជាពលរដ្ឋដែលរស់នៅទីនេះដើម្បីឲ្យមានអនាម័យផងដែរខ្ញុំសប្បាយរីករាយណាស់ដោយបានឃើញគឺថាយុវជននិស្សិតក្មេងៗដែលយល់ចង់ចូលរួមហើយនឹងយល់ដឹងពីការសម្អាតទីក្រុងយើងទាំងអស់គ្នានេះ
ហើយក៏ខ្ញុំសូមអរគុណដែលគាត់បានចំណាយពេលដ៏មានតម្លៃមកចូលរួមនឹងសហការជាមួយខាង Century យើងខ្ញុំសូមសំណូមពរទៅដល់ខាងប្រជាពលរដ្ឋទាំងអស់គឺថាការសម្អាតទីក្រុងទាំងអស់សម្អាតទីក្រុងនេះគឺយើងទាំងអស់គ្នាគឺថាមិនមែនជាភារកិច្ចរបស់ Century តែម្នាក់ឯងឬសាលាក្រុងតែម្នាក់ឯងឬក៏អ្នកណាម្នាក់ទេគឺថាយើងទាំងអស់គ្នាជួយចូលរួមសម្អាតពីព្រោះការសម្អាតទីក្រុងគឺជាកត្តាសំខាន់ណាស់ដែលនាំឲ្យយើងនាំមកនូវសុខភាពល្អបេក្ខជនឆ្នាំរបស់យើងក៏បានរៀបចំជាសិក្ខាសាលាមួយអំពីអនាម័យសម្រាប់ដល់ប្រជាពលរដ្ឋទាំងអស់សំណូមពរឲ្យបងប្អូនលោកពលរដ្ឋជួយថែរក្សាធំសម្រាប់បាទខ្ញុំបាទសូមកោតសរសើរដោយស្មោះចំពោះបេក្ខនារីដែលបានធ្វើជាអ្នកដឹកនាំក្រុមហើយបានទទួលជ័យជំនះនៅក្នុងកម្មវិធីនេះបញ្ជាក់ឲ្យឃើញថានារីពិតជាមានសមត្ថភាពនៅក្នុងការដឹកនាំមែនបេក្ខនារីពីររូបត្រូវបានក្រុមរបស់គេធ្វើការបោះឆ្នោតជំរុះឲ្យចាក់ចេញពីកម្មវិធីទៅដូច្នេះចូលមកដល់វគ្គនេះគឺនៅសល់តែ10រូបតែប៉ុណ្ណោះសូមលោកស្រីនាងកញ្ញារងចាំតាមដានទស្សនាជាមួយនឹងយើងខ្ញុំថាតើវគ្គបន្តទៀតបេក្ខនារីរូបណាដែលត្រូវចាក់ចេញពីកម្មវិធីហើយនឹងឈានទៅដល់ទីបញ្ចប់តើអ្នកណាដែលទទួលបាននៅរង្វាន់ទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកសូមកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹងយើងខ្ញុំហើយសូមអរគុណដល់ធនាគារ ANZ Royal ដែលបានផ្ដល់ការឧបត្ថម្ភដល់កម្មវិធីជួបគ្នានៅវគ្គក្រោយនៅពេលនេះខ្ញុំបាទសូមជម្រាបលាបាទ